អ្នកធ្លាប់សួរខ្លួនឯងទេហេតុអ្វីមនុស្សខ្លះអាចជោគជ័យខណៈអ្នកផ្សេងទៀតដែលមានសមត្ថភាពស្ទើរតែដូចគ្នាតែបែរមិនអាចឈានទៅដល់គោលដៅខ្ញុំជឿថាភាពជោគជ័យមិនមែនចាប់ផ្ដើមពីទេពកោសល្យទេវាចាប់ផ្ដើមពីរបៀបគិតនិងរបៀបធ្វើមានមនុស្សជាច្រើនគិតថាមនុស្សជោគជ័យគឺជាមនុស្សដែលឆ្លាតជាងមានដើមទុនច្រើនជាងគេឬមានឱកាសល្អជាងគេប៉ុន្តែបន្ទាប់ពីខ្ញុំបង្កើតពេទ្យយើងនឹងធ្វើការជាមួយមន្ទីរពេទ្យអ្នកដឹកនាំដៃគូជាច្រើនខ្ញុំបានរៀនសូត្រហើយយល់ឃើញថាពេទ្យយើងជាវេទិកាសុខាភិបាល Digital រួមតែមួយបង្កើតដោយកម្ពុជាដើម្បីកម្ពុជាភ្ជាប់ជាមួយនឹងមន្ទីរពេទ្យគ្រូពេទ្យនិងប្រជាពលរដ្ឋដើម្បីអនាគតសុខភាពប្រជាជនកម្ពុជាបន្ទាប់ពីខ្ញុំបង្កើតពេទ្យយើងនឹងធ្វើការជាមួយមន្ទីរពេទ្យអ្នកដឹកនាំដៃគូជាច្រើនខ្ញុំបានរៀនសូត្រហើយយល់ឃើញថាភាពខុសគ្នាមិនមែននៅលើអ្វីដែលពួកគេមាននោះទេតែនៅលើអ្វីដែលពួកគេធ្វើរាល់ថ្ងៃមនុស្សជោគជ័យពួកគេជួបបញ្ហាពួកគេសួរថាតើខ្ញុំអាចរៀនអ្វីពីរឿងនេះមិនមែនហេតុអ្វីរឿងនេះកើតឡើងមកលើខ្ញុំពេលអ្នកដទៃឈប់ពួកគេនៅតែបន្តមានពេលរិះគន់ពួកគេយកវាមកកែលម្អខ្លួនឯងពេលបរាជ័យពួកគេមើលវាជាមេរៀនមិនមែនជាទីបញ្ចប់នៃដំណើរទេមានអតិថិជនជាច្រើនដែលមិនទាន់យល់ពីអ្វីដែលយើងកំពុងធ្វើនោះទេមានពេលដែលត្រូវចាប់ផ្ដើមម្ដងហើយម្ដងទៀតប៉ុន្តែខ្ញុំមិនដែលអនុញ្ញាតឲ្យបញ្ហានោះកំណត់អនាគតរបស់ខ្ញុំទេខ្ញុំអនុញ្ញាតឲ្យវាជាគ្រូបង្រៀនរបស់ខ្ញុំសម្រាប់ខ្ញុំមនុស្សជោគជ័យមិនមែនជាមនុស្សដែលមិនធ្លាប់បរាជ័យនោះទេប៉ុន្តែជាមនុស្សដែលមិនបោះបង់គោលដៅរបស់ខ្លួនបើសិនថ្ងៃនេះអ្នកកំពុងជួបការលំបាកសូមកុំគិតថាអ្នកកំពុងដើរថយក្រោយប្រហែលជាអ្នកកំពុងស្ថិតនៅក្នុងដំណាក់កាលដែលកំពុងបង្កើតកម្លាំងបង្កើនសមត្ថភាពនិងបទពិសោធន៍សម្រាប់ភាពជោគជ័យនៅថ្ងៃអនាគតចូលចងចាំថាភាពជោគជ័យមិនកើតឡើងដោយសារអ្នកមិនដែលដួលនោះទេវាកើតឡើងពីព្រោះអ្នកហ៊ានក្រោកឈរឡើងវិញរាល់ពេលដែលអ្នកដួល